សួស្តីជំរាប EP 4ទាំងអស់គ្នាដោយ EP 3បញ្ចប់ទៅដោយមឿងហ្វាហើយនិងធីរ៉ាកំពុងតែនិយាយគ្នានៅឡែង locker ហ្នឹងសួរថាមឿងហ្វាចង់បានអីហើយបន្ទាប់មកធីរ៉ាក៏យើងអត់ដឹងថាគាត់គួរទិញអីឲ្យដែរហើយបន្ទាប់មកពេលហ្នឹងគាត់ក៏យកកសែងមួយមកជូនញើសឲ្យមឿងហ្វាហើយអាពេលជូនហ្នឹងវាថារៀងស្វីតដែរមឿងហ្វារៀងអៀនហើយធីរ៉ាយើងចេះតែជូតអត់មានដឹងថាគេអៀនអីទេហើយដល់ពេលជូតទៅវាមុខគៀកគ្នាហើយពេលហ្នឹងគឺសង្សារបបែបគាត់បានដើរមកមុនហើយបែបក៏ដើរមកដែរហើយបន្ទាប់មកសង្សារបបែបឃើញអញ្ចឹងគាត់ក៏បិទភ្នែកបបែបក៏ប៉ុន្តែបែបបានឃើញនេះឃើញអញ្ចឹងឯងគាត់ថាពីរនាក់ហ្នឹងថើបគ្នាបែបនិយាយពីថាខឹងមឿងហ្វាហ្មងថាហែងធ្វើអីប្អូនបងអញហើយសង្សារបែបខំចាប់បែបអីក៏ប៉ុន្តែបែបខឹងខ្លាំងថាមឿងហ្វានឹងថើប្អូនរបស់គាត់មែនហើយបន្ទាប់មកពួកគាត់ក៏បានដើរចេញពីកន្លែង locker ហ្នឹងចេញមកក្រៅហើយបន្ទាប់មកបែបគឺគាត់គៀងប្អូនគាត់ខ្លាំងមែនតើគឺគាត់ចូលមុខមឿងហ្វាលេបថាធ្វើឲ្យប្អូនអញអញ្ចឹងទៅហើយធីរ៉ាក៏បានប្រាប់បងគាត់ថាអត់មានបានធ្វើអីទេអាឃើញមិញមានបានធ្វើអីទេគាត់ជូតមុខឲ្យអញ្ចឹងជូតនេះជូតអីឲ្យអញ្ចឹងហើយបងឯងឃើញអីគេវាថាឃើញពីក្រោយអត់ច្បាស់ថាគេថើបគ្នាដែរអញ្ចឹងទៅគាត់ក៏ជឿប្អូនគាត់ទៅហើយឥឡូវពួកគាត់បានដើរមកជុំគ្នាជាមួយនឹងកាប់តែនពេលលេងបាល់ហ្នឹងហើយឥឡូវនេះដោយសារតែពួកគាត់ឈ្នះអញ្ចឹងកាប់តែនកន្លែងលេងបាល់គាត់ហ្នឹងក៏ប្រាប់ថាឥឡូវបងប៉ាវញ៉ាំសាច់អាំងដោយសារតែពួកយើងឈ្នះហើយសម្រាប់បងប្អូនមិត្តភក្តិរបស់ធីរ៉ាក់ហ្នឹងក៏ឲ្យទៅដែរដោយសារតែមានធីរ៉ាក់ហ្នឹងបើសេកហូដើម្បីជាកម្លាំងចិត្តឲ្យមឿងហ្វាហ្នឹងទៅបាល់ចូលទីអញ្ចឹងពួកហ្នឹងក៏មានចំណែកជួយឲ្យពួកគាត់នឹងលេងឈ្នះដែរអញ្ចឹងឲ្យទៅទាំងអស់គ្នាអញ្ចឹងពួកគាត់ត្រូវត្រឡប់ទៅផ្ទះងូតទឹកដូរកៅហើយចាំទៅដល់កម្មវិធីទាំងអស់គ្នាហើយពេលយប់ឡើងហ្នឹងបែបគាត់ឈឺពោះដូចជាមករដូវអញ្ចឹងទៅគាត់អាចទៅបានទេអញ្ចឹងគាត់ឲ្យសង្សាររបស់គាត់ជាមួយនឹងប្អូនរបស់គាត់ទៅហើយគាត់ប្រាប់ប្អូនរបស់គាត់ថាមើលថែខ្លួនណាកុំឲ្យមឿងហ្វានឹងថើបកុំឲ្យមឿងហ្វានឹងប៉ះពាល់ហើយគាត់ផ្ដាំសង្សារគាត់ទៀតមើលថែប្អូនរបស់អូនណាកុំឲ្យមឿងហ្វានឹងញញៃប្អូនរបស់អូនហើយសង្សារគាត់អូខេអូនអូខេមកដល់កន្លែងកម្មវិធីគឺរៀលហើយនឹងហៀក៏នៅនឹងដែរគាត់មកញ៉ាំទាំងអស់គ្នាហើយកំពុងតែញ៉ាំហ្នឹងណាគឺកាប់តែនហ្នឹងគាត់បានធ្វើការអរគុណទៅកាន់ហៀថាអញ្ចឹងអរគុណហៀខ្លាំងណាស់ដែលហៀផ្ដល់កន្លែងសម្រាប់ซ้อมលេងបាល់នឹងដោយសារតែហៀគាត់ផ្ទះគាត់អ្នកមានហើយគាត់មានកន្លែងលេងបាល់ធំមួយអញ្ចឹងទៅគាត់ឲ្យមិត្តភក្តិគាត់ซ้อมនៅនឹងអញ្ចឹងទៅគេក៏អរគុណគាត់ហើយកំឡុងពេលអរគុណហ្នឹងគាត់ប៉ះក្បាលប៉ះអីអរគុណអញ្ចឹងក៏ប៉ុន្តែរៀលគាត់ឡើងលៀបថាចេញអាចរិតប្រច័ណ្ឌនឹងកាត់គេគាត់ឯងឃើញហ្មងលៀបថាប៉ះពាល់មិត្តភក្តិគាត់អត់បានទេហើយមិត្តភក្តិគេប៉ះពាល់អត់បានលុះតែមិត្តភក្តិលួចស្រានមិត្តភក្តិបើអ្នកផ្សេងប៉ះពាល់អត់បានចាប់គូបារីជាមួយហៀលឯងចូលមកកាន់គូមឿងហ្វាធីរ៉ាក់វិញគឺញ៉ាំអីញ៉ាំដាក់គ្នាហើយអញ្ចឹងទៅសង្សារបែបហ្នឹងក៏គាត់ថាចែអូយពីអ្នកនេះស្វីតខ្លាំងណាស់ហើយហៀបើយើងក៏បាននិយាយថាអូធីរ៉ាក់ខ្លួនឯងធ្វើមិនទៅមិត្តភក្តិបបងកែប្រែខ្លួនដល់ថ្នាក់ហ្នឹងមនុស្សមានស្នេហាគេផ្លាស់ប្ដូរទៅអញ្ចឹងមែនកាលមុនណាមឿងហ្វាហ្នឹងមុខងាប់ introvert តែឥឡូវចេះញ៉ាំអីណែតែធីរ៉ាក់បានតែធំអៀនហើយបានឆ្លើយអីទេហើយបន្តមកធីរ៉ាក់ក៏ចង់ទៅយកទឹកញ៉ាំហើយពេលហ្នឹងណាមឿងហ្វាទឹកខ្លួនអ្នកអត់អស់ឲ្យផឹកគេអស់ដើម្បីបានទៅយកទឹកញ៉ាំមួយគ្នាអូយស្វីតស្លាប់ហើយមឿងហ្វាក៏សួរធីរ៉ាក់ថាអញ្ចឹងមិត្តភក្តិបងប៉ិនញ៉ោះអញ្ចឹងអូនឯងរបៀបថាបបាអត់មានអារម្មណ៍ថាសម្ពាធដល់ទៅពេលធីរ៉ាក់បានប្រាប់ថាអត់អីទេគាត់ចូលចិត្តហើយតពីយកទឹកហើយត្រឡប់មកវិញពីអ្នកគាត់នឹងចាប់ផ្ដើមសម្ដែងធ្វើជា sweet បិចុកបាយបិចុកទឹកគ្នាបិចុកសាច់អីអញ្ចឹងធ្វើឲ្យអ្នកដតីនឹងគេចំណែនគូស្នេហ៍របស់គាត់ខ្លាំងមែនតើជាពិសេសគឺហៀនឹងមកចំណែនរលិចដាក់គ្មានលឿនថាមិត្តភក្តិគាត់កាលមុនអត់អញ្ចឹងឯងមកឥឡូវមកចេះ sweet ចេះអីណាហើយកាពីតែនលេងបាល់ជាមួយនឹងសង្សារបបែបបានសួរថាមឿងហ្វាហែងធ្វើមិនបញ្ញាយប្អូនបានហើយមឿងហ្វាហ្នឹងណាអ្នកនរគ្នាគេធ្វើអាចរកខ្ជីកជូតឆ្មាម៉ែវអីខ្ញុំអត់បានដាក់វីដេអូហ្នឹងឲ្យមើលវាថាមនុស្ស introvert មុខមាំទៅធ្វើអាខ្ជូនអញ្ចឹងដាក់អញ្ចឹងមិត្តភក្តិគាត់ឡើងឡើងគាំងគ្រប់គ្នាហ្មងហេតុអីក៏មឿងហ្វាធ្វើអាហ្នឹងចេញមកបានហើយចូលឲ្យមិត្តភក្តិរបស់ធីរ៉ាក់ហ្នឹងក៏បាននិយាយថាអូយបងមឿងហ្វាខ្ជូតអញ្ចឹងតើបានធីរ៉ាក់ស្រឡាញ់ណាស់ចំណែកខាងរៀលជាមួយនឹងហៀវវិញមានសង្គ្រាមទុះឡើងឡើយដោយសារតែរៀលគ្នាខំអាំងសាច់ទុកញ៉ាំខ្លួនឯងតែហៀហ្នឹងគឺលួចសាច់របស់គាត់ទៅញ៉ាំរហូតអញ្ចឹងទៅគាត់ថាអញ្ចឹងអាអ្នកចេះអាំងសាច់ខ្លួនឯងហ្នឹងត្រូវល្អហើយលើថាឌឺវាស្រឡាញ់ណាមិននិយាយអក្រក់ទេសម្រាប់អ្នកចូលរួមវិញចាំតែមើលគេស្វីតទៅបានហើយឥឡូវញ៉ាំរួចរាល់ហើយពួកគាត់នាំគ្នាលាគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនមឿងហ្វាជាមួយធីរ៉ាក់គេក៏បាននិយាយគ្នាមួយម៉ាត់ពីរម៉ាត់ដែរគេសួរថាមឿងហ្វាមិនបានចេះធ្វើឲ្យចរិតខ្ជិលខ្ជូនអញ្ចឹងហើយមឿងហ្វាគេបានប្រាប់ធីរ៉ាក់ថាបងហ៊ានសមឡើងពីយកទៅមើលអ៊ីនធឺណិតហងអីហងអត់ដេកអត់ពួនទេសមអាចធ្វើស្វីតធ្វើអីហ្នឹងឲ្យគេជឿ
ก็จมដល់ទីรักពេលនៅផ្ទះវិញឥឡូវនេះក៏កំពុងតែresearch តាក់ទងនឹងរូបភាពគាត់ទៅដឹងថាគូរូបភាពនឹងដើម្បីអីទេអត់ទាន់ដឹងទេអ្នកនរគ្នាមើលចប់ EP នឹងក៏អត់ទាន់ដឹងដែរគូតាំងពីនៅផ្ទះរហូតដល់ទៅសាលាអត់ហ៊ានអត់សូត្រទេគ្រូបញ្យល់អីបញ្យល់ទៅគាត់គឺគិតថាគូហ្នឹងហើយមិត្តភក្តិគាត់ឆ្ងល់គ្រប់គ្នាថារូបនឹងមានអត្ថន័យអីប្រឹងគូមែនក៏ប៉ុន្តែគាត់ឲ្យមិត្តភក្តិគាត់ដឹងថារូបនឹងអីគេហើយកំឡុងពេលដែលពងនិយាយមួយមិត្តភក្តិគាត់ហ្នឹងណាភីមឿងហ្វាក៏បានឆាតមកធីរ៉ាសួរធីរ៉ាថាតើពួកគាត់ហ្នឹងគួរទៅដេតនៅណាទៀតអូយមានអារម្មណ៍ថាមានស្នេហាហើយដូចអត់សូវហ៊ានសូត្រទេធីរ៉ាខូចហើយពួកគាត់ដឹងថាទៅណាអញ្ចឹងគាត់ភាសាគ្នាសិនចាំជួបមុខគ្នាបានភាសាគ្នាចេញភាសាគ្នាតាមទូរស័ព្ទអត់ចេញទេអូយលយខ្លាំងឥឡូវហ្នឹងកាត់ចំដល់ពេលចេញលេង PO ជាមួយមិត្តភក្តិរបស់គាត់បានដើរហើយដើរកាត់ធីរ៉ាដើរឃើញធីរ៉ាហ្នឹងពងដើរទៅណាប៉ុន្តែអូលើកនេះអត់ហៅធីរ៉ាទេហើយមិត្តភក្តិគាត់ក៏សួរថាមិនអត់ហៅធីរ៉ាអញ្ចឹងគាត់ថាអត់អីទេគាត់មានវិធីសាស្ត្ររបស់គាត់ទៅដឹងថាមានវិធីសាស្ត្រអីទេឥឡូវធីរ៉ាគាត់មកជួបមឿងហ្វាហើយគាត់យកអារូបដែលគាត់គូហ្នឹងយកមកឲ្យមឿងហ្វាមើលហើយកន្លែងហ្នឹងខ្ញុំប្រាប់ទាំងអស់គ្នាមែនតើខ្ញុំមើលអត់យល់ទេថាគេយករូបឲ្យមើលនឹងតំណាងឲ្យអីគេចង់បានន័យថាមិនគឺស្ដាប់អត់យល់មើលអត់យល់ហ្មងហើយពីអ្នកហ្នឹងនៅតែនិយាយគ្នាដាច់ស្រេចថាត្រូវទៅដេតគ្នានៅណានៅគិតអត់ទាន់ចេញទេនៅបងឯងគិតទៅអូនឯងគិតទៅបងឯងទៅអូនឯងគិតទៅនៅមិនបាច់ដឹងបានទៅណាទេហើយមឿងហ្វាក៏ឃើញធីរ៉ារៀងមើលទៅ stress ហើយពេលហ្នឹងគាត់បានទិញត្រីងឲ្យធីរ៉ាញ៉ាំគឺកាកាវជាមួយនឹងសូកូឡាអីមិនដឹងឯងខ្ញុំភ្លេចបាត់ឯងហ្នឹងគ្នាដឹងដូចមីឡូអីអញ្ចឹងទិញមកឲ្យធីរ៉ាញ៉ាំឲ្យមានគូរូបឈីកឈូតនៅលើហ្នឹងទៀតអញ្ចឹងធីរ៉ាបានញ៉ាំឲ្យគេរៀងបាត់ stress ហើយល្អជាងមុនឥឡូវហ្នឹងគេពងតែឈប់មើលថ្ងៃលេខ1គ្នាកាត់ជុំដល់ពេលយប់នៅ Sky Bar កន្លែងដែរពួកគាត់ធ្វើការនេះគឺមឿងហ្វាឥឡូវចុចតែទូរស័ព្ទហើយញ៉ាំដល់ថ្នាក់រៀលសួរថាចារឿងអីអញ្ចឹងថាហែងនិយាយមើលមុខហងរៀលថាមិត្តភក្តិឥឡូវចុចតែទូរស័ព្ទនិយាយដែរមើលមុខគាត់សោះហើយពេលហ្នឹងមឿងហ្វាក៏ងាកមើលមុខហើយដល់ពេលទូរស័ព្ទលោត message មកងាកចេញទៅវិញភ្លាមធ្វើឲ្យរៀលបើយើងបាត់បង់មិត្តភក្តិហើយពេលនេះហើយមឿងហ្វាក៏ដើរចេញហើយគាត់ថាគាត់មានការងារផ្សេងត្រូវធ្វើអត់បាននៅតែប៉ែមួយរៀលទេឲ្យរៀលនៅគិតម្នាក់ឯងហ្នឹងទៅតែប៉ុន្តែមឿងហ្វាប្រញាប់មកវីដេអូខលមួយធីរ៉ាគឺធីរ៉ាគេពងហើកៅទៅដេតពាក់អីបានសមគេវីដេអូខលជាមួយនឹងភីមឿងហ្វារបស់គេវាថាគេពាក់ឲ្យគេឲ្យបងគេមើលថានឹងស្អាតអត់អីអញ្ចឹងហើយមឿងហ្វារបស់យើងអាណាក៏ស្អាតដែរនិយាយទៅមនុស្សស្រឡាញ់គេពាក់អីក៏ស្អាតដែរហើយធីរ៉ាវិញដូរលោចង់10 20ឈុតទេណៃទៅឈុតនឹងគឺដូរកៅឡើងចង់20កៅហើយមឿងហ្វានឹងគេញ៉ាំមើលសារនឹងអស់សារទាំងអស់ហ្នឹងទៅកាត់ចូលដងឯស្អែកដងឯទៅដេតហើយមឿងហ្វាបានមកចាំទទួលធីរ៉ានៅមុខផ្ទះហើយពេលដែលធីរ៉ាចុះមកមឿងហ្វាយើងឡើងផ្លឹកហ្មងដោយសារតែធីរ៉ាខ្ជូតខ្លាំងមែនតែនហើយពួកគេនឹងបាននាំគ្នាទៅដេតនៅសួនសត្វហើយសំខាន់ណាស់ពេលនឹងចូលទៅដល់បុគ្គលិកគេបានមកសួរមឿងហ្វាថាលោកគឺមឿងហ្វាមែនដែលបានម៉ៅសួនសត្វគឺថ្ងៃហ្នឹងដើរលេងពីអ្នកគាត់ឯក្នុងសួនសត្វហ្នឹងអត់ឲ្យណាគេចូលទាំងអស់របៀបថាធីរ៉ាឡើងគេងមកចាំបាច់ម៉ៅទៅអីមកលេងធម្មតាក៏បានដែរតែមឿងហ្វាគេចង់ដើរទៅពីអ្នកអូនគេអញ្ចឹងទៅគេអត់ឲ្យណាគេផ្សេងចូលឲ្យគេម៉ៅសួនសត្វហ្នឹងដើរទៅពីអ្នកហ្មងហើយកំឡុងពេលដើរលេងហ្នឹងមានតែ sweet moment តិចតួចនឹងគ្នាគេបាននិយាយអីសាច់ការអីទេហើយពេលយើងចូលទិញសបុតទៅលេងនេះលេងនោះអញ្ចឹងគេមានចាប់ឆ្នោត Lucky Draw អញ្ចឹងតើធីរ៉ាចាប់បានហ្វុកមួយកញ្ជ្រោងមួយហើយយកទៅដាក់នៅចិត្តមុខរបស់មឿងហ្វានិយាយវាថាដូចមឿងហ្វាដល់ក៏អាតុកតាគេឆ្រងប៉ុន្តែក្រូចហ្នឹងហើយដល់ពេលដែលពួកគាត់រៀបចេញមកវិញណាពួកគាត់បានជួបនឹងមនុស្សស្រីម្នាក់ដែលធ្វើឲ្យធីរ៉ារបស់យើងហ្នឹងរៀងមុខសែតមិនទេពេលឃើញម្នាក់ស្រីហ្នឹងហើយម្នាក់ស្រីហ្នឹងពេលដែលងាកមកគាត់បាននិយាយឌឺទៅកាន់ធីរ៉ាថាហែងតាក់ទងមួយគេដោយសារហែងអត់បដិសេធគេមិនមែនវាថាអាណាសំស្លាញ់ហែងស្លាញ់ទាំងអស់ដូចការខ្ញុំដែរមែនហើយធីរ៉ាក៏បាននិយាយអីទេក៏បានធ្វើអោនមុខចុះឲ្យសែតហើយមឿងហ្វាយើងក៏អត់បខំឲ្យធីរ៉ានិយាយដែរហើយតមកពួកគាត់ក៏បានទៅអង្គុយលេងនៅកន្លែងមួយដែលមានស្រះទឹកនៅជិតហ្នឹងហើយទុកពេលឲ្យធីរ៉ាឡើងយូរមែនតែនដល់រហូតដល់ធីរ៉ាហ្នឹងព្រមនិយាយប្រាប់មឿងហ្វាថាមិនអីអញ្ចឹងទៅទាំងដែលមឿងហ្វាក៏ដល់បខំឯងបើធីរ៉ាចង់និយាយប្រាប់ក៏និយាយមកបើអត់ចង់និយាយប្រាប់គាត់អីដែរហើយពេលហ្នឹងធីរ៉ាក៏បាននិយាយប្រាប់ប្រវត្តិគាត់តេតងនឹងម្នាក់ស្រីហ្នឹងថាកាលមុនណាពេលដែលគាត់នៅរៀនឆ្នាំទី1គឺម្នាក់ស្រីហ្នឹងជាមិត្តភក្តិរបស់គាត់ហើយបានសុំគាត់ធ្វើសង្សារពេលហ្នឹងគឺថ្ងៃខួបកំណើតអីអញ្ចឹងណាហើយគាត់កាន់នំខេជូនពរអីអញ្ចឹងពេលដែលគេបួងសួងហើយគេបើកភ្នែកមកវិញគេក៏បានសុំធីរ៉ាហ្នឹងតេតងគ្នាហើយធីរ៉ាយើងអត់ចេះបដិសេធគេទេហើយមនុស្សនៅនឹងច្រើនគាត់ចង់ធ្វើឲ្យម្នាក់ស្រីហ្នឹងត្រូវបាក់មុខអញ្ចឹងទៅគាត់ក៏ព្រមធ្វើសង្សាររបស់ម្នាក់ស្រីហ្នឹងទៅប៉ុ
ប៉ុន្តែពួកគាត់ទាក់ទងគ្នាបានយូរមែនទេគឺពួកគាត់បានបែកគ្នាវិញដោយសារមូលហេតុគឺម្នាក់ស្រីនឹងអ្នកសុំគាត់បែកគ្នាហើយទីរ៉ាក់យើងក៏យល់ព្រមបែកទៅហើយទីរ៉ាក់យើងគាត់មានអារម្មណ៍ថាខុសចំពោះម្នាក់ស្រីនឹងដែលគាត់អត់ស្រឡាញ់ម្នាក់ស្រីនឹងហើយតែគាត់ព្រមធ្វើសងសាមមួយម្នាក់ស្រីនឹងធ្វើឲ្យម្នាក់ស្រីនឹងខូចចិត្តដល់ថ្នាក់សុំគាត់បែកគ្នាអញ្ចឹងទៅហើយមឿងហ្វាក៏បានបញ្យល់ធីរ៉ាក់ថាកុំគិតអញ្ចឹងប្រហែលជាពេលហ្នឹងមានមនុស្សច្រើនហើយធីរ៉ាក់អត់ហ៊ានបដិសេធខ្លាចម្នាក់ស្រីនឹងបាក់មុខខ្លាចម្នាក់ស្រីនឹងខូចចិត្តអញ្ចឹងធីរ៉ាក់ក៏យល់ព្រមធីរ៉ាក់គិតល្អអន្តើអញ្ចឹងធីរ៉ាក់កុំគិតថាខ្លួនឯងខុសកុំគិតថាជាកំហុសរបស់ខ្លួនឯងធ្វើខ្លួនឯងសប្បាយចិត្តទៅព្រោះអ្វីដែលគាត់ធ្វើហ្នឹងក៏ល្អដែរមិនអាក្រក់ទេមិនបដិសេធផាំងហើយគាត់ក៏បានទៅក្បត់ម្នាក់ស្រីហ្នឹងរហូតដល់ម្នាក់ស្រីហ្នឹងសុំគាត់បែកគ្នាដែរគឺធម្មតាហើយតើមកធីរ៉ាក៏បានអរគុណទៅកាន់មឿងហ្វាដែលអូនិយាយប្រយោគនោះមកធ្វើគាត់ស្រាលចិត្តខ្លាំងមែនតើហើយគាត់ធ្លាប់គិតថាមឿងហ្វានឹងកាចគួរឲ្យខ្លាចតែដល់ពេលដែលគាត់ស្គាល់មឿងហ្វាទៅមឿងហ្វាជាមនុស្សល្អចិត្តត្រជាក់គាត់ល្អគាត់សប្បាយចិត្តមែនតើគាត់បានស្គាល់មឿងហ្វាកាត់ជុំដល់ផឹកឡើងនៅសាលារៀនគឺពួកគាត់នេះរួមគ្នាលេងអូណូអត់មាននរគ្នាមើលសភៅអីទេហើយនេះគឺជាតួអង្គថ្មីដែលមានឈ្មោះថាខ្លៃចៃគឺមិត្តភក្តិថ្មីរបស់ពួកគាត់ប៉ុន្តែខ្លៃចៃណាក៏មានគូដែរគូជាមួយមិត្តភក្តិរបស់គាត់ម្នាក់តែអត់តាមប្រាប់អ្នកនរគ្នាទេថាគូមួយណាគេហើយពេលពងលេងមិត្តភក្តិគាត់នឹងម្នាក់ស្រីដែរបានជួបធីរ៉ាក់នៅសួនសត្វនឹងក៏បានមកហៅធីរ៉ាក់ហើយបានប្រាប់ធីរ៉ាក់ថាគាត់មានរឿងចង់និយាយមួយធីរ៉ាក់បន្តិចហើយធីរ៉ាក់យើងក៏ប្រាប់មិត្តភក្តិគាត់ថាគាត់សុំទៅនិយាយជាមួយបន្តិចនិយាយទៅគាត់អាចបដិសេធថាអត់ជួបទេគឺគាត់ទៅជួបទៀតហើយមិត្តភក្តិគាត់រៀងសេតដែរលៀបថាប្រហែលជាមានរឿងអីកើតឡើងជាមួយនឹងធីរ៉ាក់ហើយក៏ប៉ុន្តែគាត់អាចតាមធីរ៉ាក់បានដែរកម្មខាងមឿងហ្វាវិញគាត់កំពុងតែដើរទៅជុំវិញសាលាគាត់ហ្នឹងហើយពេលហ្នឹងក៏មាន PO ដើរនៅក្រោយគាត់ដែរហើយពេលដែលគាត់ដើរក៏ឃើញថាធីរ៉ាក់អោបគ្នាជាមួយម្នាក់ស្រីហ្នឹងធ្វើឲ្យមឿងហ្វាយើងមានការសេតជាខ្លាំងហ្មងគាត់ថាមិនអញ្ចឹងហើយ PO ហ្នឹងក៏មកពីក្រោយមឿងហ្វាហើយនិយាយថាហើយឃើញអត់គេត្រឡប់ទៅស្រឡាញ់សងសាចាស់គេវិញឯងហើយហ្នឹងគ្មានស្អីទេតែមឿងហ្វាយើងធម្មតាអត់បានតអីនៅ PO ទេហើយបន្ទាប់មកធីរ៉ាក់ក៏បានត្រឡប់មកម្ឿងហ្វាហើយក៏បានដើរចេញទៅកលែកមកមើលម្នាក់ស្រីជាមួយនឹង PO វិញអ្នកនរគ្នាគិតចេញថារឿងហ្នឹងគឺដើមហេតុមកពី PO កលែកមើលធីរ៉ាក់ហើយមឿងហ្វាកំពុងតែមកហាងកាហ្វេញ៉ាំអីហើយមឿងហ្វាក៏សួរធីរ៉ាក់ថាជួបម្នាក់ស្រីមិញមានអីចង់ប្រាប់បងអត់បើអត់ប្រាប់ក៏បានដែរហើយធីរ៉ាក់របស់យើងក៏គាត់បានប្រាប់ថាពេលដែលជួបគ្នាជាមួយម្នាក់ស្រីហ្នឹងគឺម្នាក់ស្រីហ្នឹងបានប្រាប់គាត់ទាំងអស់ថានៅសុកម្នាក់ស្រីហ្នឹងត្រឡប់មកជួបគាត់ដោយសារតែ PO ហ្នឹងបញ្ជូនម្នាក់ស្រីហ្នឹងមកហើយអញ្ចឹងម្នាក់ស្រីហ្នឹងគាត់ធ្វើតាម PO ទេ PO ឲ្យគាត់បំបីបាក់មឿងហ្វាជាមួយធីរ៉ាក់តែគាត់ធ្វើអញ្ចឹងទេហើយគាត់ប្រាប់ថាឲ្យប្រយ័ត្នខ្លួនពី PO ហ្នឹងហើយម្នាក់ស្រីហ្នឹងក៏បានបន្តទៀតថាគុំគិតថាខ្លួនឯងខុសធីរ៉ាគ្រឿងដែលពួកគាត់ធ្លាប់សាញ់គ្នាហើយបែកគ្នាហ្នឹងគឺជាកំហុសរបស់ម្នាក់ស្រីនេះដូចគ្នាដែលគាត់បខំដាក់សម្ពាធធីរ៉ាឲ្យឆ្លើយថាព្រមធ្វើសង្សារគាត់នៅចំពោះមុខអ្នកដទៃហើយពេលបែកគ្នាហើយគាត់នៅតែធ្វើច្រកដូចខឹងធីរ៉ាតែឥឡូវគាត់ដឹងខ្លួនហើយថាធីរ៉ាក៏បានធ្វើអាក្រក់បានធ្វើខុសលើគាត់ទេហើយពួកគាត់ហ្នឹងក៏បាននិយាយគ្នាត្រូវគ្នាវិញទៅសរុបមកទំនាក់ទំនងធីរ៉ាជាមួយម្នាក់ស្រីហ្នឹងខ្លះជាមិត្តភក្តិនឹងគ្នាវិញហើយតែពិតទៅរឿងហ្នឹងកើតឡើងនៅពេលដែលម្នាក់ស្រីហ្នឹងគាត់ពងតែដើរម្នាក់ឯងហើយនិយាយទូរស័ព្ទមួយម៉ាក់គាត់ឲ្យផ្ញើលុយតែគាត់មានលុយផ្ញើម៉ាក់គាត់ហើយក៏បានជួយជាមួយនឹង PO ហើយ PO ហ្នឹងក៏ដឹងថាម្នាក់ហ្នឹងសង្សារចាំរបស់ធីរ៉ាអញ្ចឹងគាត់ក៏ប្រើគំនិតមួយគឺធ្វើមិនឲ្យម្នាក់ហ្នឹងតាក់ទងជាមួយនឹងធីរ៉ាវិញទៅចាំគាត់ឲ្យលុយម្នាក់ហ្នឹងវាថាយកលុយជួលម្នាក់ហ្នឹងក៏ប៉ុន្តែម្នាក់ហ្នឹងគាត់អត់បានធ្វើតាមទេដោយសារគាត់គិតថាធីរ៉ាជាមនុស្សល្អគាត់ចង់ធ្វើបាបធីរ៉ាទេហើយធីរ៉ាក៏បានសួរថាអញ្ចឹងទៅដោះស្រាយជាមួយ PO វិញមិនគាត់ថាអីទេគ្រឿងហ្នឹងកុំភ័យគាត់ចេះដោះស្រាយជាមួយនឹង PO ហើយគិតមកខាង PO ជាមួយម្នាក់ស្រីនេះវិញគឺ PO មានការកើតទុកមិនសុខចិត្តហេតុអីក៏ម្នាក់ស្រីហ្នឹងក្បត់គាត់អត់ធ្វើតាមអ្វីដែលគាត់ឲ្យធ្វើហើយម្នាក់ស្រីហ្នឹងក៏បានប្រាប់ថារឿងអីខ្ញុំត្រូវធ្វើហើយ PO ហ្នឹងក៏និយាយគម្រាមរឿងលុយហ្នឹងហើយម្នាក់ស្រីហ្នឹងក៏បានយកថតសម្លេងពេលដែលPO នឹងហៅគាត់ឲ្យបំបីបាក់ធីរ៉ាអញ្ចឹងបើសិនជា PO នឹងគម្រាមគាត់រឿងលុយគាត់នឹងបោះអាឃ្លីបសម្លេងនឹងធ្វើឲ្យ PO នឹងគេអាំងដែរវាថាចាប់គ្នាធំដឹងទៅអត់ទាលុយវិញហើយក៏អត់បោះអាឃ្លីបសម្លេងនឹងបើសិនជាម្នាក់ស្រីនឹងហ៊ានបោះឃ្លីបសម្លេងនឹងណាគឺធ្វើឲ្យគេគ្រប់គ្នាសោក PO ឡើងពេញនឹងហ្មងធ្វើឲ្យគាត់បាក់មុខមាត់ចឹងគាត់ក៏អូខេស្ងាត់ធំដឹងទៅកាត់មកខាងមឿងហ្វាធីរ៉ាវិញនៅពេលដែលមឿងហ្វាបានដឹងរឿងហ្នឹងហើយគាត់ក៏សប្បាយចិត្តដែរធីរ៉ាក៏សប្បាយចិត្តដែរព្រោះគាត់បានត្រូវគ្នាជាមួយមិត្តភក្តិគាត់វិញហើយពេលហ្នឹងគឺភីមឿងហ្វាគេហ្នឹងឡើងស្វីតហ្មងប៉ះក្បាលប្អូនឯណាឥឡូវចេះស្វីតចេះប៉ះក្បាលប្អូនឯណាចំពោះ EP 4របស់យើងគឺចាប់ត្រឹមនេះឯងចាំជួបគ្នានៅ EP 5 បាយបាយ